ថ្ងៃនេះពិសេសអស្ចារ្យបងប្អូនហើយទៅផ្សារបានត្រីប្រាមួយហ្នឹង5គីឡូបងប្អូនតែអត់យកមកធ្វើផ្អកទេព្រោះផ្ទះខ្ញុំនេះខ្ញុំមិនចង់ធ្វើផ្អកធ្វើអីផ្អាប់ទេពុកម៉ែអីគាត់ចាស់អស់ហើយយើងធ្វើអីផ្អាប់នោះបាក់តែគាត់ហូបអីចឹងទៅយើងគាត់មានជំងឺមានអីចឹងទៅហើយនេះនាងខ្ញុំកាត់ក្បាលវាយកមកស្លនោះគ្រាន់តែក្បាលមកកឆេងហើយសាច់និយាយពីស្វិតបងប្អូនហើយនេះយើងដាំទឹកឲ្យពុះមកជុំប្រហុកមកហើយនាងខ្ញុំមានបងគល់ស្លឹកគ្រៃម្ដែងក៏ដូចជាខ្ទឹមសនាងខ្ញុំស្លបែបម្ជូរព្រៃចឹងណាជាមួយស្លឹកម្កាក់តាមពិតបើយើងមើលរឿងធនជ័យគាត់ថាស្លត្រីប្រាកុំចោលស្លឹកសដានហើយក៏កុំចោលសកៃរបស់ត្រីប្រានោះបងប្អូនហើយស្លឆ្ងាញ់ណាស់ពេលយើងធ្វើយើងឲ្យគេកោសវាឲ្យស្អាតឲ្យសស្គូសមកហើយនេះនាងខ្ញុំអត់ហ៊ានឲ្យគេធ្វើទេខ្លាចគេកាត់អត់ស្អាតចឹងយកមកឲ្យម៉ាក់គាត់អ្នកធ្វើម៉ាក់គាត់ជំនាញបងប្អូនគ្រួសារខ្ញុំពីមុនមកជាអ្នកលក់ដូរលក់បន្លែលក់ត្រីលក់សាច់អីនឹងគ្រប់មុខអស់ហើយលក់ដូរបើទៅមកដល់ម៉ាក់ឯគាត់រៀងចាស់ទៅគាត់ក៏ឈប់លក់ដូរអីចឹងគាត់នៅផ្ទះអីចាហាត់ប្រាណអីដើរចឹងតាមបែបមនុស្សចាស់អីរបស់គាត់ចឹងទៅហើយនេះយើងទៅផ្សារនោះក៏បានត្រីនឹងយកមកឲ្យគាត់រំលឹកអនុស្សាវរីយ៍ធ្វើត្រីហើយនាងខ្ញុំដាក់ស្លឹកម្កាក់តែម្ដុំទេចាប៉ុណ្ណឹងហើយក៏ឆ្លៀតថែមជាមួយនឹងទឹកអំពិលទុំតិចទៅព្រោះស្លឹកម្កាក់នេះវាមិនជូរប៉ុន្មានទេហើយក៏បើយើងដាក់ច្រើនពេកក៏វារៀងស្កាតដែរចឹងណាហើយចឹងដាក់ចឹងមកបងប្អូនហើយមានគ្រឿងយើងដាក់ស្ករបន្តិចមកបានហើយស្លម្ជូរគេមិនឲ្យផ្អែមទេស្ករបន្តិចប៊ីចេងបន្តិចអំបិលហ្នឹងក៏ល្មមមកយើងឲ្យជូរប្រៃណាបែបស្លម្ជូរព្រៃចឹងទៅចាហើយជូរនោះក៏វារៀងដិតបន្តិចមកអូចាប់ជាតិគ្នាណាបងប្អូនអើយបានចឹងមកឲ្យស្លហើយនេះនឹងពេលឃើញចឹងគូដូចចង់ហូបទៀតដែរតែប៉ានាងខ្ញុំមកពីចកាវិញហើយអញ្ចឹងអត់អាចហូបត្រីប្រាបានទៀតទេតោះតែគាត់ទៅចកាទៅយើងហូបទៅតែគាត់មិនហាមឃាត់អីទេប៉ុន្តែគាត់ថាយើងហូបអីអត់ជុំគ្នាអញ្ចឹងវាពិបាកអញ្ចឹងណាហើយចុងក្រោយនេះបងប្អូនបងម្រះព្រៅចូលមកនិយាយពីថាឈ្ងុយគាត់ពេលកំពុងបញ្ចូលសលេងនេះនឹកឃើញអាក្លិនឈ្ងុយសឡនឹងជះមិនលើច្រមុះរបស់យើងបងប្អូនឆ្ងាញ់មែនតែនហើយមានម្ទេសអញ្ចឹងមកហើយបងប្អូនខ្លះក៏ចូលចិត្តហូបដាក់ទឹកត្រីញ៉ាំជាមួយម្ទេសអញ្ចឹងអូយឆ្ងាញ់ណាស់ខ្ញុំក៏ចូលចិត្តហូបដែរហើយទឹកត្រីម៉ែខ្ញុំទៅធ្វើឲ្យថ្មីនឹងបងប្អូនឈ្ងុយពេញផ្ទះហើយមកជលក់ជាមួយត្រីញ៉ាំទេយ៉ាងទៀតអូយឆ្ងាញ់ណាស់បងប្អូនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូជំរាបលា